ជាប្តីប្រពន្ធកុំពេលក្រខ្សត់ដឹកដៃគ្នាចូលធនាគារដល់ពេលមានបានធូធាបែរជាដឹកដៃគ្នាឡើងតុលាការចម្រៀងមួយបទដែលគេច្រៀងថាកាលគ្រាក្រស្រីល្អនោះនៅឯណាត្រង់ឃ្លានេះគឺមានន័យថាកាលនៅក្រលំបាកវេទនារួមសុខរួមទុក្ខជាមួយគ្នាជូរចត់ក៏មិនទៅណាដល់ពេលមានបានមិនក៏ចាប់ផ្ដើមសាវ៉ាមានស្រីខាងក្រៅធ្វើបាបចិត្តប្រពន្ធដែលធ្លាប់រួមទុកជាមួយគ្នាបែបនេះជាការពិតណាស់មនុស្សភាគច្រើនគឺផ្លាស់ប្ដូរចរិតចិត្តគំនិតទៅតាមទឹកលុយពេលមានបានធូធាក៏ចរិតចាប់ផ្ដើមផ្ទុយស្រឡះពីមុនក៏មានប្តីប្រពន្ធខ្លះការក្រលំបាកគឺនៅជាមួយគ្នាតស៊ូជាមួយគ្នាដឹកដៃគ្នាទៅធនាគារខ្ចីលុយគេដើម្បីមករកស៊ីដើម្បីជីវិតដើម្បីអនាគតប៉ុន្តែពេលដែលមានបានមានអ្វីៗគ្រប់យ៉ាងមានលុយមានឡានមានផ្ទះធំទ្រនំខ្ពស់ឬនៅស្រណុកសុខស្រួលបែរជាបែកគំនិតមិនថាប្តីឬប្រពន្ធប្រែប្រួលមានស្រីផ្សេងមានគំនិតកັບកេងកេងប្រវាញ់លួចលាក់ផិតក្បត់គ្នាធ្វើឲ្យគ្រួសារคล้ายទៅជាទីតាំងសំប្រយុទ្ធរងចាំតែថ្ងៃផ្ទុះអាវុធតែប៉ុណ្ណោះដែលពាក្យមួយឃ្លាគេនិយាយថាពេលក្រសត់ដឹកដៃគ្នាចូលធនាគារដល់ពេលមានបានធូធាបែរជាដឹកដៃគ្នាឡើងតុលាការនេះវាក៏មានពិតមែនដល់ពេលមានគំនិតមិនស្មោះត្រង់នឹងគ្នាមិនយូរមិនឆាប់ប្រកាសជាបែកចែកផ្លូវដឹកដៃគ្នាទៅតុលាការធ្វើលិខិតលែងលះចែកទ្រព្យសម្បត្តិគ្នាពីប្តីប្រពន្ធដែលធ្លាប់តែក្រខ្សត់លំបាកជាមួយគ្នាតស៊ូកសាងគ្រប់យ៉ាងមកជាមួយគ្នាចុងក្រោយក៏បែរជាឆ្លោះទាស់បែងចែកទ្រព្យសម្បត្តិបែងចែកកូនគ្នានេះឬប្តីប្រពន្ធអ្វីគឺមកពីចិត្តគំនិតរបស់មនុស្សមិនចេះថែរក្សាអ្វីដែលខ្លួនមានបែរជាជ្រើមជ្រួលភ្លើតភ្លើនចង់បានអ្វីដែលថ្មីអ្វីដែលបានតែមួយឆាវសួរថាបើលែងប្តីលែងប្រពន្ធដែលធ្លាប់កំសត់កំរជាមួយគ្នាហើយគិតថាអ្នកក្រោយគេអាចរស់នៅលោកលឿននឹងយើងបានយូរអង្វែងមែនទេមិនអាចទេវាតិចណាស់ដែលអាចបានល្អព្រោះយើងបានបោះបង់ដុំពេជ្រមកស្រវាដុំថ្មទៅហើយចុងក្រោយនឹងត្រូវសោកស្ដាយមានវិបដិសារីពេញមួយជីវិត